Baជំរាបសួរបងវីដេអូនេះខ្ញុំធ្វើសម្រាប់តបងហ្មងណាមែនតើតបងមកចូល system បែបហ្នឹងមកហើយបងអាចធ្វើបន្តតាមខ្ញុំមកបងចូលបាច់និយាយទៅបងអាចបាច់ធ្វើទេខ្ញុំ set up ជូនបងអស់ហើយអញ្ចឹងណាខ្ញុំរៀបចំជូនបងស្រាប់ហើយដោយសារខ្ញុំសុំ permission ខ្ញុំសើមិនជួយជាមួយបងដូចនេះដែរបងចូលកន្លែង leave ហ្នឹងមកហើយខ្ញុំបានបង្កើតតតងមួយច្បាប់ជូនបងកន្លែងខ្ញុំបានបង្កើត add new ចឹងខ្ញុំដាក់ពាក្យថា day off អញ្ចឹងណាខ្ញុំបានបង្កើតច្បាប់ day off បាទ day off មានប្រហែល48ថ្ងៃក្នុងមួយឆ្នាំ minute amount ណាហើយក្នុងមួយខែឈប់បាន4ថ្ងៃចឹងទៅកន្លែងហ្នឹងណានៅក្នុងមួយខែបាទហើយខ្ញុំបានចុច sale កន្លែងហ្នឹងណាបាទអញ្ចឹងបានន័យថាក្នុងការងារបងមួយខែឈប់បាន4ថ្ងៃមួយឆ្នាំ48ថ្ងៃចឹងទៅកន្លែងហ្នឹងណាហើយខ្ញុំបានកំណត់មួយទៀតខ្ញុំបានកំណត់នៅកន្លែង carry forward នេះរៀងរាល់5ឆ្នាំគឺវានឹង reset ទៅថ្មី48ឡើងវិញហ្នឹងណាបាទអញ្ចឹងខ្ញុំបាន set up ថ្មីជូនបងអស់ហើយនៅក្នុងហ្នឹងបាទហើយនឹងមួយទៀតនៅក្នុង system របស់បងខ្ញុំបាន set up ដូចគ្នាខ្ញុំបាន set up តទៅជាមួយនឹងច្បាប់គេថា unpaid leave ឬក៏ច្បាប់គ្មានប្រាក់ឈ្នួលណាបងបាទ unpaid leave បាទហ្នឹងបងប្រើពាក្យច្បាប់គ្មានប្រាក់ឈ្នួលបានដែរដែលជាខ្ញុំ set up បងជូនបងច្បាប់គ្មានប្រាក់ឈ្នួលហ្នឹងបាទដាក់លេខ0ទៅក៏សុំបានក៏បានដែរហ្នឹងណាបន្ទាប់មកបងចុចពី unpaid ផងហើយមិនបាច់ដាក់កំណត់ extra ទេហ្នឹងកំណត់តែបាននេះរៀងរាល់ចុងឆ្នាំថ្មីវានឹង reset ទៅ0វិញអញ្ចឹងតែហ្នឹងណាបាទអញ្ចឹងមានន័យថានៅប្រតិកម្មការងារបងសុំច្បាប់នេះមួយគឺវាកាត់លុយ 100% អញ្ចឹងតែបើសិនជាគាត់ឈប់អត់មូលហេតុគេកាត់គុណនឹង 150% អញ្ចឹងណាបាទដូចជាខ្ញុំទទួលបានព័ត៌មានពីបងអញ្ចឹងអត់ទេមិនសម័យនេះគាត់តែពេលច្រើនគេធ្វើបែបហ្នឹងបងបើសិនជាក្រោយបងអាចកែតាមនឹងបានទេអញ្ចឹងណាបាទអូខេចឹងប៉ុណ្ណឹងបងទៅមើលទៅក្រុមការងារបងទាំងអស់គឺគាត់មានច្បាប់នឹងទាំងអស់គ្នាអ្នកខ្លះមានឥឡូវខ្ញុំមើលតែម្នាក់ចុះខ្ញុំ search មើលតែម្នាក់ទៅបាទច័ន្ទធូចុះបាទអានេះ account testing របស់ខ្ញុំណាបាទបងមានចង់មកថាជុំបាន account មកពីណាធ្វើបាទនេះតម្រង់បែបនេះបងអញ្ចឹងណាអញ្ចឹងគាត់មានច្បាប់day off មួយខែឈប់បាន4ថ្ងៃមួយឆ្នាំ48ថ្ងៃច្បាប់អត់មានប្រាក់ឈ្នួលគឺ0មកនេះ unlimited ក៏សុំបានក៏បានតែសុំមួយកាត់លុយមួយអត់សុំគេកាត់គុណនឹង 150% អញ្ចឹងទៅឡើងហ្នឹងណាបាទនឹងជាការពមៀនហើយនឹងមួយទៀតតកតងជាមួយនឹង payroll សម្រាប់ payroll ខ្ញុំបាទគឺបងអាចចូលមក set up តកតងជាមួយប្រាក់ខែក្រុមការងារបងបានណានេះបងចូល payroll បាទបងចូល set up salary នឹងមកហើយបន្តមកទៀតបងចង់ set up ប្រាក់ខែបងចុច edit មួយអញ្ចឹងទៅបងទៅ set up ឈ្មោះគាត់អញ្ចឹងទៅហ្នឹងណាទី2បងអាចចុច back មកវិញមកបងអាច set up all employee ខាងលើក៏បានដែរណាគេអត់មានបង set up ទៅប៉ុន្តែបើមានប្រាក់ខែបែបហ្នឹងហើយយើងអត់អាចដាក់បានទេប្រាក់ខែហ្នឹងណាយើងអត់ចេះតែ edit ទេមិនច្រឡំដាក់បាទយើងអត់ចេះតែ edit ទេក្នុងករណីដែលមានហើយគឺចង់ edit គឺបងអាចចេញមកក្រៅបានបងចង់ edit បងចុចកន្លែងនេះបាទបង edit ពី500ទៅ550ឬក៏ទៅ600អញ្ចឹងទៅកន្លែងហ្នឹងណាបងបានឡើងប្រាក់ខែថា input salary អញ្ចឹងទៅបាទបងដាក់នៅនឹងបាន increase អញ្ចឹងទៅបាទហើយបងចុច sale ទៅឬជាការស្រាច់អញ្ចឹងវាឡើងពី550ទៅ600ហើយគេមាន store សារកន្លែងនេះថាបុគ្គលិកហ្នឹងធ្លាប់ឡើងពី550ពី500មក550ពី550មក600ដល់បច្ចុប្បន្នអញ្ចឹងទៅហ្នឹងណាបងបាទហើយមួយទៀតចំនួនកូនចំនួនអីហ្នឹងតើតមួយការកាត់ពន្ធទេបងបើសិនជាការបងអត់មានកាត់ពន្ធកាត់អីទេមិនបាច់ធ្វើអីទេកន្លែងហ្នឹងបងទុកចោលអញ្ចឹងទៅកន្លែងហ្នឹងណាបាទបងទុកចោលអញ្ចឹងទៅបាទគ្រូសាមានអីហ្នឹងតែមួយការកាត់ពន្ធទេគេសម្រួលពន្ធអីចឹងណាហើយមួយទៀតចំណុចនេះបង set up ទៅមួយ KHQR គាត់ឲ្យទៅនេះបង set up KHQR ទៅនៅពេលដែលបងធ្វើ payroll គឺបងអាចបាញ់លុយជូនគាត់បានទៅតាមហ្នឹងអញ្ចឹងណាបងបាទអញ្ចឹងបងអាច set up KHQR នៅនឹងបាន QR ABA របស់គាត់ហ្នឹងណាបងអាច set នៅនឹងបានបាទហើយខ្ញុំ set ជូនបងឲ្យបងមើលមួយហ្មងទៅបាទខ្លាចតែបងធ្វើអត់បានបាទនេះបាទបងចូលបងទៅរក QR code ក្រុមការងាររបស់បងណាបង save ទុកនៅក្នុង computer អញ្ចឹងទៅបងទៅរកតែ KHQR របស់គាត់នៅណាចេះខ្ញុំឧទាហរណ៍ថា KHQR នេះចុះបងអញ្ចឹងណាបាទដាក់នឹងមកបើបងក្របអញ្ចឹងទៅបាទនេះ QR scan attendant នេះបាទបងចុចក្របអញ្ចឹងទៅរួចរាល់ហើយខ្លះហ្នឹងណាបាទដោយសារនេះខ្ញុំបាន set up ស្រាប់បាទបងចុច save change ទៅដូចជាការស្រេចហ៎បាទហើយនៅពេលដែលបង set up ហើយវាទាំង total ខាងលើនឹងទាំងអស់គ្នានឹងមានប្រមាណសរុបប្រមាណអញ្ចឹងទៅខ្លះហ្នឹងបងបាទហើយបណ្ដឹងសិនទៅក៏មួយប្រាក់លើកទឹកចិត្តប្រាក់អីផ្សេងៗមកឲ្យ set នៅនឹងបានបាទបងចុច add new ខាងលើហ្នឹងទៅបងអាចដាក់បានណាគេដែលបានប្រាក់លើកទឹកចិត្តឈ្មោះគៀវសក្តានេះចុះឬក៏បងចង់ដាក់ទាំងអស់គ្នាបង select all អញ្ចឹងមកខ្លះហ្នឹងណាបាទចាំអាចដាក់នៅនឹងបានបាទបងចង់ដាក់តែម្នាក់បង search តែម្នាក់មកដាក់2នាក់អញ្ចឹងមកបាទយ៉ាបាទបែបហ្នឹងមកឲ្យបងដាក់អីគេប្រាក់លើកទឹកចិត្តអីចឹងណាខ្ញុំឧទាហរណ៍ថាincentive អញ្ចឹងយ៉ាបាទ incentive បាទបន្ទាប់មកបានថា$2ចុះបានថ្ងៃណាឧទាហរណ៍បងចង់ធ្វើ payroll
ខែ3បងដាក់នៅក្នុងខែ3ថ្ងៃណាក៏បានដែរក្នុងខែ3ហ្នឹងបាទបងចុច sale ទៅចឹងបុគ្គលិកឈ្មោះចាន់ទូជាមួយនឹងខាតរត់នេះគឺគាត់នឹងបាន incentive នឹងចឹងទៅប៉ុណ្ណឹងណាបាទចឹងបងអាច add បន្ថែមទៀតបាននៅក្នុងហ្នឹងបាទនឹងតទៅមួយណាបាទអាឡូវិនតទៅមួយថ្លៃបាយថ្លៃសាំងម៉ូតូបងប៉ុណ្ណឹងណាបាទយើងអាច add បានដូចគ្នាឧទាហរណ៍ខាងបងមានអាឡូវិនបងដាក់ទៅបាទឧទាហរណ៍អាឡូវិនបានទាំងអស់គ្នាបងចុច select all ទៅ all employee ទៅបងដាក់ទៅថាឲ្យគេថ្លៃបាយថ្លៃសាំងម៉ូតូអញ្ចឹងណាបងដាក់ទៅបាទតែខ្ញុំអត់ select all ទេខ្ញុំ select តែម្នាក់បានទេបាទកុំបាក់លុបឡើងវិញស្អីខ្ញុំត្រូវប្រើ system នឹង demo ចុះឡើងបាទអូខេថ្លៃបាយបានប៉ុន្មាន$20 ចុះក្នុងមួយខែអញ្ចឹងណាបាទបងចុច sale ទៅជាការស្រេចបងដល់ហ្នឹងបាទបងចុច sale ឬជាការស្រេចហ្នឹងរៀងរាល់ខែគឺគាត់បាន$30មកកាលហ្នឹងណាបាទទៅលើ view សក្តានហ្នឹងបើបងចង់លុបបានចង់ edit បាននៅក្នុងហ្នឹងណាបាទពេលឌីដាងហ្នឹងតើតងជាមួយនឹងការកាត់លុយបងឧទាហរណ៍ថាក្រុមការងារបងគាត់ធ្វើគាត់សុំបាក់ខែមុនចុះឧទាហរណ៍ណាបាទឧទាហរណ៍ទៅលើឈ្មោះច័ន្ទធូនេះបាទសុំបាក់ខែមុនបាទគាត់ loan អីចឹងទៅបាទឬក៏ advance អញ្ចឹងណាបងបាទហើយបន្ទាប់មកគាត់ loan ចំនួនប៉ុន្មានឧទាហរណ៍ថា$300ចុះបាទ$300គាត់ចង់សងរំលោះមិនមែនបាទគាត់ loan ហ្នឹង loan ថ្ងៃណាបងដាក់ថ្ងៃណាក៏បានខែ3ថ្ងៃ13អញ្ចឹងទៅបាទហើយគាត់ loan $300ចង់សងរំលោះមួយខែ$100អញ្ចឹងមកដាក់កន្លែងនេះលេខ1មកហើយកន្លែង repeat ហ្នឹងបានន័យថា$100 3ដងវាឡើងបានន័យថា$100 3ដងវា$300បងអញ្ចឹងគេកាត់ខែ3$100ខែ4$100និងខែ5$100ចឹងទៅអស់ចឹងទៅពីប្រាក់ខែរបស់គាត់ចឹងណាបងគេមកមួយខែបងជិះសូវទៅរួចហើយបាទហើយ history នេះជាកន្លែងដែលបងធ្លាប់ធ្វើ payroll ពីមុនមកបងធ្លាប់ធ្វើវា store នៅហ្នឹងហើយបើអញ្ចឹងបងចង់ធ្វើ payroll បងចុចកន្លែងនេះក៏បានឬក៏ចុចកន្លែងនេះក៏បានអញ្ចឹងណាបាទបងចុចខាងក្រោមហ្នឹងមកបាទបន្ទាប់មកបងគ្រាន់តែ select from day to day ខ្ញុំបានកំណត់ឲ្យនៅខាងលើហ្នឹងណាកន្លែង company policy នេះខ្ញុំបានកំណត់ថាបើសិនជាក្រុមការងារបងគាត់សុំច្បាប់បានន័យថា day off របស់គាត់ណាគាត់នៅសល់កន្លះថ្ងៃយើងថែមឲ្យកន្លះថ្ងៃចឹងទៅប៉ុណ្្នឹងណាឧទាហរណ៍ថាមួយថ្ងៃគាត់បាន$10ហើយគាត់សុំច្បាប់មួយខែគាត់មាន4ថ្ងៃបងអូ day off របស់គាត់ណាអញ្ចឹងគាត់សុំអស់តែ3ថ្ងៃកន្លះនៅសល់កន្លះថ្ងៃគឺយើងឲ្យលុយគាត់កន្លះថ្ងៃចឹងទៅកន្លះហ្នឹងណាសល់មួយថ្ងៃយើងឲ្យមួយថ្ងៃដោយសារគេយកកន្លះថ្ងៃគុណនឹង2ទៅបានមួយថ្ងៃកន្លះហ្នឹងណាបងបាទអញ្ចឹងខ្ញុំបានស្ដាប់អស់ហើយនៅក្នុងនឹងច្រឡំបាទរួចរាល់អស់ហើយអញ្ចឹងណាបងបាទហើយនឹងមួយទៀតបងទៅជ្រើសរើសយកកន្លែងនេះទៅខ្ញុំបានកំណត់ជូនបងអស់ហើយនៅក្នុងហ្នឹងណាបាទបងអាច set បានទៅ OT នៅថ្ងៃធ្វើការធម្មតាឲ្យប៉ុន្មាន OT នៅថ្ងៃណាឲ្យប៉ុន្មានបងកំណត់ទៅតាមហ្នឹងទៅបាទនេះអាប់សងមកនេះគាត់អវត្តមានពេលយើងកាត់150%អញ្ចឹងណាបងបាទកន្លែងហ្នឹងហើយកន្លែងនេះបងរើសអា default ដែលខ្ញុំបានកំណត់មុនមិញមករួចរាល់ហើយបាទបងរើសរូបមន្តទី1ទៅបងកន្លែងហ្នឹងណារូបមន្តមួយណាក៏ប្រាក់ខែប៉ុណ្ណានៅទៅប៉ុណ្ណឹងដែរបងគាត់តែវាចែកចេញជាប្រាក់ម៉ៃខុសគ្នាកន្លែងហ្នឹងណាគាត់ let គាត់អីបងកាត់ទៅកន្លែងហ្នឹងបាទភាគច្រើនគេកំណត់បែបហ្នឹងបងទូទៅណាបាទបើបងឃើញគណនីខុសអីបងអាចប្រាប់ខ្ញុំបានខ្ញុំបញ្យល់បងម្ដងទៀតបាទអញ្ចឹងបន្ទាប់មកបងមានតែប៉ុណ្្នឹងទេបងរៀងរាល់ចុងខែឧទាហរណ៍ឥឡូវបងចូល system បាទរៀងរាល់ចុងខែបើសិនជាបងមានការអាប់ដេតប្រាក់ខែចាំបងអាប់ដេតបើអត់អាប់ដេតទៅវាជាប់នឹងហ្នឹងហើយបាទបើសិនជាបងមានដាក់ទៅបើអត់មានហ្នឹងមិនដាក់ទេឥឡូវវិញបងទៅការកែប្រែផ្សេងឬ add បន្ថែមបង add ទៅ deduct ដូចគ្នាអញ្ចឹងណាបាទបន្ទាប់មកចុងខែបងចូលតែ new payroll ហ្នឹងមកបាទហើយបង select from day to day ឧទាហរណ៍បងចង់ធ្វើពីថ្ងៃទី1ខែ3រហូតដល់ថ្ងៃទីប្រហែលខែ3ឧទាហរណ៍ថ្ងៃដល់ថ្ងៃទី31ខែ3ចុះបាទហើយបងចង់ធ្វើតែម្នាក់បង select តែម្នាក់មកកន្លែងហ្នឹងណាបាទបងចង់ធ្វើម្នាក់ select តែម្នាក់មកចង់ធ្វើ2នាក់ select តែ2នាក់ហ្នឹងចឹងទៅបាទតែបើសិនជាបងចង់ធ្វើទាំងអស់គ្នាហ្មងមិន select ណាគេកន្លែងហ្នឹងណាបងចុច generate តែម្ដងទៅចុច yes បាទបន្ទាប់មកវានឹងធ្វើការគណនាជូនបងកន្លែងហ្នឹងណាបងបាទនេះរួចរាល់ហើយបងអញ្ចឹងណាបាទអញ្ចឹងបងអាច review បានបង check មើលមួយទៅអ្នកនឹងត្រូវហើយនៅបើត្រូវហើយបងចុច check អញ្ចឹងទៅបាទអញ្ចឹងបង check ម្ដងមួយប៉ុន្តែបើសិនជា make sure ថាទាំងអស់ហ្នឹងត្រូវអស់ហើយបងចុច check all ទៅកន្លែងហ្នឹងណាប៉ុន្តែបើសិនជាបងចង់ edit បានបងចុច edit ខាងនេះទៅបាទបង edit បានតែអូគាត់មិនមែនអវត្តមានទេបាទគាត់អត់ដែរ scan អញ្ចឹងឧទាហរណ៍ដូចឈ្មោះបងស្ដែងអញ្ចឹងណាបងចុច data ឬជាការ select ហ្នឹងបាទជិះខែគាត់ទៅវិញបាទខ្ញុំបាន check នៅហ្នឹងបានបន្តមកបងចុចថា check all បាទបើតិន័យទៅអស់ហើយណាបងចុច complete ទៅ sensor ហ្នឹងទៅកាន់ add បុគ្គលិកអញ្ចឹងទៅបុគ្គលិកគាត់ឃើញតិន័យនៅក្នុង add គាត់ហើយបន្តមកបងចុច finish payroll អញ្ចឹងទៅព្រឹត្តិការណ៍ស្រេចបងអត់មានច្រើនទេបងចុច view and print and then ចាំតិចបង internet slow បាទអូខេអញ្ចឹងឧទាហរណ៍ថាបើសិនជាបងបាន set up ធ្វើ HQR ហើយនៅពេលដែលបងចង់បាញ់ប្រាក់ខែជូនគាត់ឧទាហរណ៍នេះ pay slip របស់គាត់បងបញ្ចុចកន្លែងនេះដើម្បីមើល pay slip អញ្ចឹងណាបាទតើប្រាក់ខែគាត់បានប្រមាណគេថែមឲ្យមិនគេកាត់ប្រមាណគឺចេញនៅហ្នឹងហើយបាទអញ្ចឹងបើសិនជាបងចង់បាញ់ជូនគាត់អ្នកបងចុចកន្លែងនេះកន្លែង transfer ហ្នឹងទៅមាន HQR ស្រាប់បងមានប្រាក់ខែនឹងស្រាប់ទៀតអញ្ចឹងណាបង scan ទៅបាញ់ឲ្យគាត់បាញ់រួចហើយបងចុច money already transfer អញ្ចឹងទៅកន្លែងហ្នឹងណាបាទទី2បងអាច print ជា pay slip បែបនេះក៏បានដែរ
បាទ print payslip ក៏បានទី3បងអាចទាញជា Excel detail report បែបនេះក៏បានអញ្ចឹងណាបងបាទអញ្ចឹងមាន Excel detail report ជូនបងស្រាប់នៅក្នុងហ្នឹងបាទបងចង់បានមួយណាបងយកមួយហ្នឹងទៅហ្នឹងណាបាទបាទអូខេអញ្ចឹងបងមើល detail ទៅដូចជាការស្រេចនៅក្នុងហ្នឹងបាទអូខេមានប៉ុណ្ណឹងបងអញ្ចឹងបងធ្វើថាបាញ់លុយក្រុមការងារអស់ហើយអត់មានអីច្រើនទេបងចុចមក dashboard home page នឹងឡើងវិញទៅបងបិទ computer ទៅរួចរាល់កន្លែងហ្នឹងបងចង់មើលទិន្នន័យខែចាស់បងចូលកន្លែង payroll ចុច new history ហ្នឹងមកបងឃើញថាតើមាន department ណាខ្លះដែលបងបានធ្វើហ្នឹងអញ្ចឹងណាបាទបងអាចចូលទៅមើលទិន្នន័យចាស់ចាស់បាននៅក្នុងហ្នឹងបាទអូខេបងអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្ណឹងបងមានសំណួរអីសាកសួរខ្ញុំបន្ថែមបាន